ជាមនុស្សដែលវាខុសពីគេវាចម្លែកជាងគេរហូតគេនិយាយថាកើតមកអត់ច្រឡំគេប្រៀបដូចជាគេបើកអាម៉ាប់ខុងហ្នឹងឲ្យយើងហោះហើយយើងមានសេរីភាពហើយយើងស្រួលខ្លួនហើយយើងមានធម៌ពលហើយយើងអត់ខ្វល់ពីអ្នកណាទាំងអស់ចាអញ្ចឹងអ្នកណានិយាយបែបណាអត់ខ្វល់សំខាន់គឺខ្ញុំចង់បានអីខ្ញុំចង់ធ្វើអីហើយខ្ញុំជឿជាក់បែបណាអ្នកណាមិនជឿជាក់ខ្ញុំអត់សំខាន់ប៉ុន្តែខ្ញុំជឿជាក់លើខ្លួនឯងចាអ្នកណាមិន believe លើគោលដៅរបស់យើងចាមហិច្ឆតារបស់យើងវាអត់អាចខាត់គាត់បានទេព្រោះគាត់មិនអាចមើលឃើញដូចអ្វីដែលយើងកំពុងមើលចាវាដូចអូនឯងដូចគ្នាយើងអង្គុយមុខគ្នាប៉ុន្តែយើងអត់បានដឹងថានៅក្នុងការគិតរបស់អូនការសម័យរបស់អូនកំពុងដោយថាកំពុងជប់ថាខ្លួនឯងនឹងខ្លាយជាអ្វីខ្លួនឯងនឹងចង់ធ្វើអ្វីខ្លួនឯងនឹងចង់ទៅណាអត់មាននរណាយល់ជាងយើងខ្លួនឯងទេមែនអត់ពេលខ្លះយើងចង់ទៅប្រាប់គេអូខេប្រាប់ទៅគេស្ដាប់ប៉ុន្តែសួរថាគេមានរូបភាពនឹងដូចដែលយើងកំពុងមានអត់វាអត់មានទេអញ្ចឹងហេតុអីបានជាយើងយកជីវិតរបស់យើងយកក្តីសម័យរបស់យើងយកការគេហៅថាការដាក់អត្ថន័យរបស់យើងទៅឲ្យអ្នកផ្សេងអ្នកដាក់ឲ្យចាដូច្នេះហើយខ្ញុំក៏កំណត់ថាខ្ញុំខ្លាចជាមនុស្សថ្មីក្នុងសម្បករូបរាងកាយចាស់ហើយខ្ញុំទៅណាហើយខ្ញុំធ្វើអីហើយខ្ញុំរស់ដោយបុព្វហេតុអីសូម្បីតែឈ្មោះខ្ញុំខ្លួនឯងដែលពីមុនឡើយរាល់ថ្ងៃនឹងក៏ដោយចាក៏នៅមានគេសើចចំអកដោយសារតែឈ្មោះខ្ញុំនឹងស្រីពៅហើយជាកូនបងគេដែលគេនិយាយថាទូទាំងពិភពលោកនេះប្រហែលជាវាអត់មានមនុស្សចម្លែករហូតដល់ពេលដែលយើងចេញគំនិតអីទៅឬក៏យើងអាចប្រាប់គេថាទោះជាថ្ងៃនេះខ្ញុំក្រប៉ុន្តែខ្ញុំមិនដែលជឿជាក់ថាមួយជីវិតខ្ញុំនឹងគឺក្ររហូតក្ររហាមដូចថ្ងៃនេះទេអញ្ចឹងគេក៏យល់ថាយើងជាមនុស្សដែលវាខុសពីគេវាចម្លែកជាងគេរហូតគេនិយាយថាកើតមកអត់ច្រឡំគេចាហើយក៏គេទាញកតាលីកថាកើតមកអត់ច្រឡំគេតាំងពីក្នុងពោះម្ដាយម៉េះកើតមកម្ដាយដាក់ឈ្មោះចម្លែកជាងគេមិនដូចគេអីអញ្ចឹងទៅអញ្ចឹងអាចជំនឿទាំងអស់ហ្នឹងវាធ្វើឲ្យខ្ញុំបានផ្លាស់ប្ដូរហើយវាធ្វើឲ្យខ្ញុំយល់ថាចម្លែកជាងគេនឹងហើយដែលធ្វើឲ្យមនុស្សមានភាពលេចធ្លោហើយខ្ញុំនៅតែជឿថាចម្លែកជាងគេនឹងហើយឲ្យតែមិនប៉ះពាល់នរណាហើយចម្លែកជាងគេដែលធ្វើដើម្បីប្រយោជន៍ធំធេងមនុស្សនៅតែអាចធ្វើបានចាដល់តែពេលទទួលស្គាល់ខ្លួនឯងហើយវាចាប់ផ្ដើមមានធម៌ពលអូនវាមានធម៌ពលអត់ខ្វល់អីទាំងអស់ខ្ញុំគ្រាន់តែកំណត់ឈ្មោះថ្មីឲ្យខ្លួនឯងថាអ្នកណាយល់ថាឈ្មោះសៃពៅនឹងយ៉ាងម៉េចជារឿងរបស់គេប៉ុន្តែខ្ញុំកំណត់ឈ្មោះសៃពៅនឹងថាសៃពៅនឹងគឺវាមានអក្សរកាត់មួយដែលគេហៅថា SP ហើយសៃពៅនឹងក៏ជាមនុស្សមួយដែលអាចមានគំនិតដាច់កន្លែងពីគេឬក៏ខុសពីគេដូចអ្នកដទៃនិយាយចាស់ប៉ុន្តែខុសពីគេនឹងវាជា unit មួយដែលធ្វើឲ្យមនុស្សនឹងអាចសម្រេចបាននៅកិច្ចការងារផ្សេងដែលជួយបំពេញឬក៏ឆ្លើយតបតម្រូវការនឹងបញ្ហាដែលអ្នកដទៃគិតអត់ឃើញចាខ្ញុំយកប្រាប់ខ្លួនឯងអញ្ចឹងហើយបើសិនជាអ្នកណាស្ដាប់ទៅក៏មានអារម្មណ៍ថាយើងមោទនភាពនឹងខ្លួនឯងយើងដូចវាអួតខ្លួនឯងពេកការពិតមិនមែនទេយើងគិតតែក្នុងចិត្តយើងអត់បានអួតប្រាប់នរណាហើយបើសិនជាយើងអត់ធ្វើបែបហ្នឹងសួរថាយើងមានធម៌ពលឯណាយើងមានអីកម្លាំងចិត្តដល់ពេលគេនិយាយមកទៀតយើងចាប់ផ្ដើមទទួលយកទៀតអញ្ចឹងដល់តែពេលយើងកំណត់អត្ថន័យឲ្យខ្លួនឯងរហូតដល់ថាស្រីពៅនឹងគឺស្អីគេពិតប្រាកដចាហើយ SP នឹងអីគេពិតប្រាកដខ្ញុំក៏កំណត់ថា SP នឹង sharing and possible ចាវាចាប់ផ្ដើមពីធម៌ពលនៃក្តីស្រឡាញ់ធម៌ពលស្រឡាញ់ឲ្យយើងចង់ចែកលេខចង់ជួយហើយគ្រប់យ៉ាងគឺមនុស្សសិតតែអាចធ្វើបានអញ្ចឹងខ្ញុំប្រាប់ខ្លួនឯងថាទោះគេយល់បែបណាគេគិតបែបណាអ្វីទៅឲ្យតែខ្ញុំចង់បានឲ្យតែខ្ញុំចង់ធ្វើគឺខ្ញុំ believe ថាវាអាចធ្វើបានវាអាចទៅរួចអញ្ចឹងពេលដែលកំណត់អត្ថន័យថ្មីឲ្យខ្លួនឯងហ្នឹងអូនវាប្រៀបដូចយើងរស់ជាមនុស្សថ្មីហើយរបៀបដូចចង់ហោះតាណាក៏បានណាដូចអត់ខ្វល់ពីមុនដូចសត្វចាបមួយដែលគេគ្រងយើងជាប់ទាំងយើងមានស្លាបសោះហើយយើងអត់អាចហើរបានណាតែពេលយើងគ្រាន់តែកំណត់អត្ថន័យឲ្យខ្លួនឯងយើងស្គាល់ខ្លួនឯងយើងដឹងថាខ្លួនឯងត្រូវទៅណារកឃើញភ្លាមវាប្រៀបដូចជាគេបើកម៉ាប់ខុងហ្នឹងឲ្យយើងហោះហើយយើងមានសេរីភាពហើយយើងស្រួលខ្លួនហើយយើងមានធម៌ពលហើយយើងអត់ខ្វល់ពីអ្នកណាទាំងអស់ចាគឺយើងរស់តាម unit របស់យើងហើយយើងក៏មិនអនុញ្ញាតទទួលបានន័យថាគេមានសិទ្ធិនិយាយអ្វីដែលគេចង់និយាយតែសំខាន់យើងអនុញ្ញាតនឹងទទួលយកវាអត់ក៏វាអាស្រ័យលើខ្លួនយើងដែរហើយមនុស្សភាគច្រើនគឺតែងតែធ្លាក់នៅកន្លែងហ្នឹងមនុស្សភាគច្រើនតែងតែមិនហ៊ានសម្រេចមិនហ៊ានធ្វើនៅអ្វីដែលខ្លួនឯងចង់ធ្វើសូម្បីតែរឿងទូចក៏ដោយ
ដោយសារអីដោយសារយើងឲ្យអត្តពលនៃសលេងរបស់អ្នកដតីដែលធ្វើឲ្យប៉ះពាល់ការសម្រេចចិត្តប៉ះពាល់សុបិនប៉ះពាល់គោលដៅរហូតដល់យើងនឹងលែងខ្វល់ពីបេះដូងរបស់ខ្លួនឯងអូនឯងជឿចឹងហ៎ Yes លែងខ្វល់ពីបេះដូងខ្លួនឯងរហូតដល់ធ្វើតាមតែតម្រូវចិត្តរបស់គេតម្រូវការរបស់គេរហូតយូរគឺបាត់ខ្លួនឯងទៅជាគេតែម្ដងដែលគេហៅថាបាត់ភាពជាខ្លួនឯងហើយមនុស្សកាលណាតែបាត់ភាពជាខ្លួនឯងមិនបាច់និយាយដល់រឿងជោគជ័យទេចាមនុស្សនឹងខ្លាចជាជនរងគ្រោះតែម្ដងចាព្រោះគាត់បាត់គោលចំហគាត់អត់ដឹងថាគាត់ត្រូវឈ្មោះទៅណាគាត់ត្រូវគេដឹកនាំគាត់ត្រូវខ្លាចជាជនរងគ្រោះដែលមិនមានសិទ្ធិសូម្បីតែដឹកនាំជីវិតខ្លួនឯងខ្ញុំធ្លាប់ធ្លាក់ដល់ពេលហ្នឹងទាំងខ្លួនឯងអត់មានអ្នកណាគេចងរឹតអត់មានអ្នកណាគេធ្វើបាបទេប៉ុន្តែខ្លួនឯងពិបាកដកដង្ហើមមែនទែនហើយមានអារម្មណ៍ថាដង្ហើមក៏ត្រូវការគេធ្វើឲ្យសុបាយចិត្តដកដង្ហើមស្រួលពេលដែលគេធ្វើឲ្យកាន់ទុកដកដង្ហើមលែងស្រួលហើយសួរថាអ្នកណាគេអ្នកមកដកដង្ហើមនៅក្នុងខ្លួនយើងសោះហ្នឹងតែខ្លួនយើងជាអ្នកចងរឹតខ្លួនឯងចាជាអ្នកចងរឹតខ្លួនឯងជាអ្នកធ្វើឲ្យខ្លួនឯងវេទនាស្ទើរស្លាប់ស្ទើររស់